រស់នៅជាមួយខ្លួនឯងមនុស្សខ្លះដែលយើងមើលពីសម្បកក្រៅទៅឃើញថាហឺហាលយឆាយរីករាយសប្បាយក្អាក់ក្អាយតែតាមការពិតខាងក្នុងអាចកំពុងតែកើតទុក្ខសោកសៅមួម៉ៅក្តៅក្រហាយគ្មានសេចក្តីសុខសប្បាយក៏ថាបានអ្នកខ្លះមើលទៅផ្ទៃមុខកំពុងតែញញឹមប៉ុន្តែក្នុងចិត្តអាចកំពុងតែយំក៏មានកូនច្រើនតែកើតទុក្ខមិនសុខចិត្តនៅពេលដែលកូនយកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយនឹងជីវិតរបស់អ្នកដទៃដែលយើងមើលពីក្រៅទៅឃើញថាជីវិតគេហាក់បីដូចជាមានសេចក្តីសុខច្រើនជាងកូនល្អប្រសើរជាងកូនហើយកូនក៏កើតទុក្ខអន់ចិត្តនឹងជីវិតខ្លួនឯងថាហេតុអ្វីបានជាមិនមានសេចក្តីសុខដូចគេមិនល្អដូចគេពេលខ្លះកូនអាចនឹងស្អប់ខ្លួនឯងឬមិនពេញចិត្តនឹងអ្វីដែលខ្លួនឯងមានព្រោះតែការប្រៀបធៀបជាមួយអ្នកដទៃប៉ុន្តែនៅពេលដែលកូនដឹងរឿងពិតនៃជីវិតរបស់អ្នកនោះទើបកូនដឹងថាជីវិតកូនគឺមានសំណាងជាងមានសេចក្តីសុខច្រើនជាងដូច្នេះកូនត្រូវចេះរីករាយរស់នៅជាមួយនឹងខ្លួនឯងរស់នៅជាមួយនឹងអ្វីដែលខ្លួនឯងមាននិងរៀនទទួលយកអ្វីដែលជារបស់ខ្លួនឯងកុំយកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃត្រូវមានសេចក្តីសុខនឹងអ្វីដែលខ្លួនឯងមានចេះល្មមគ្រប់គ្រាន់ទៅជីវិតរបស់កូនមានសេចក្តីសុខហើយត្រូវលើកទឹកចិត្តខ្លួនឯងថាគ្មានអ្នកណាល្អជាងខ្លួនឯងឡើយ